សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនពៅមកបញ្ចេញស្នាដៃទៀតហើយអញ្ចឹងសម្រាប់បងប្អូនមួយនេះផងដែរពុកម៉ែបងប្អូនអាចយកទៅញ៉ាំជាមួយបាយក៏បានយកមកក្លែមក៏បានដែរអញ្ចឹងថ្ងៃនេះគឺកូនពៅមកឆាគ្រឿងក្នុងជូរអែមអញ្ចឹងចង់ដឹងថាកូនពៅធ្វើយ៉ាងណាសូមពុកម៉ែបងប្អូនតាមដានទស្សនាដូចតទៅអញ្ចឹងគ្រឿងផ្សំរបស់យើងគឺមានតកួនមានស្ករប៊ីចេងអំបិលលេធម្មតាហ្នឹងហើយអ្វីដែលពិសេសនោះគឺគ្រឿងក្នុងរបស់យើងតែម្ដងចាគឺមានកោះមានថ្លើមមានបេះដូងអីចឹងណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះយើងមកធ្វើការដាក់ខ្ទះរបស់យើងបន្ទាប់ពីវាក្តៅហើយយើងធ្វើការចាក់ខ្លាញ់ចូលទៅបន្តមកទៀតគឺយើងដាក់ខ្ទឹមសអំពងធម្មតាយើងអំពងវាឲ្យវាឡើងក្រៀមពណ៌កន្លះឈ្ងុយណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះគឺថាខ្ទឹមរបស់យើងបានពងឈ្ងុយរៀងក្រៀមហើយយើងចាក់គ្រឿងក្នុងរបស់យើងចូលទៅហើយយើងធ្វើការកូរត្រឡប់វាដើម្បីឲ្យវារាងឆ្អិនបន្តិចនៅពេលដែលវារាងឆ្អិនបន្តិចយើងដាក់គ្រឿងផ្សំចូលទៅគឺថាវាចាប់ជាតិគ្នាឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូនបើយើងដាក់វាតាំងរៀងនៅក្រហមនៅស្រស់អញ្ចឹងគឺថាវាមិនសូវជាឆ្ងាញ់ទេនៅពេលដែលយើងដាក់គ្រឿងផ្សំចូលនោះចាហើយវិធីធ្វើក៏អាស្រ័យទៅលើពុកម៉ែបងប្អូនណាចាគឺវិធីធ្វើខុសៗគ្នាកូនពៅធ្វើបែបចេះពុកម៉ែបងប្អូនធ្វើបែបចោះអីចឹងទៅក៏ថាបានចឹងណាពុកម៉ែបងប្អូនចាឥឡូវនេះគឺគ្រឿងក្នុងរបស់យើងបានចាប់តាមរៀងចំណែកយើងធ្វើការផ្សំគ្រឿងរបស់យើងចូលទៅដាក់ស្ករប៊ីចេងអំបិលម្សៅស៊ុបទឹកត្រីប្រេងខ្យងចឹងណាពុកម៉ែបងប្អូនតាមចំណង់ចំណូលចិត្តបើពុកម៉ែបងប្អូនចង់សាប់ក៏ស្ទើអំបិលស្ទើម្សៅស៊ុបអីចឹងទៅចាបើថាចង់រៀងប្រៃដាក់អំបិលអីរៀងច្រើនចឹងណាពុកម៉ែបងប្អូនឥឡូវនេះយើងចាក់ប្រេងខ្យងរបស់យើងចូលទៅបើយើងដាក់រៀងច្រើនបន្តិចក៏បានដែរពុកម៉ែបងប្អូនព្រោះអាឆាបែបហ្នឹងវាត្រូវការប្រេងខ្យងច្រើនអញ្ចឹងណាចាអញ្ចឹងយើងកូរត្រឡប់វាអញ្ចឹងទៅបើសិនជាពុកម៉ែបងប្អូនចង់ហឹរពុកម៉ែបងប្អូនអាចដាក់ម្រេចក៏បានអាចដាក់ជាមួយនឹងម្ទេសក៏បានដែរប៉ុន្តែនេះកូនពៅអត់បានដាំម្ទេសឬក៏ម្រេចអីទេដោយសារតែអ្នកផ្ទះកូនពៅអត់សូវចូលចិត្តហឹរអញ្ចឹងណាតែបើថាកូនពៅចូលចិត្តហឹរវិញអញ្ចឹងអ្វីដែលយើងដាក់បន្ថែមទៀតនោះគឺទឹកអំបិលទុំរបស់យើងដោយសារតែយើងធ្វើការឆាជូរអែមអញ្ចឹងណាពុកម៉ែបងប្អូនហើយយើងដាក់ទឹកអំបិលនេះផងដែរយើងកុំដាក់ច្រើនពេកយើងដាក់មកល្មមសិនបើសិនជាវាស្ទើរជូរចាំយើងដាក់ថែមដើម្បីកុំឲ្យពិបាកកែរសជាតិតាមក្រោយអញ្ចឹងណាពុកម៉ែបងប្អូនបើថារសជាតិប្រៃហើយជូរនេះបើថាជ្រុលដាក់ហើយគឺពិបាកកែខ្លាំងមែនតើអញ្ចឹងយើងធ្វើការដាក់វាបន្តិចចឹងទៅសំណុកកែតាមក្រោយអញ្ចឹងឥឡូវនេះយើងទុកវាចោលបន្តិចសិនទៅដើម្បីឲ្យវារាងក្រៀមអញ្ចឹងបន្ទាប់ពីយើងទុកវាចោលបានបន្តិចវារាងក្រៀមវាឡើងខ្លាញ់អញ្ចឹងហើយយើងអាចដាក់ជាមួយនឹងតកួនជាចុងក្រោយបានឃើញពុកម៉ែបងប្អូនទំនងខ្លាំងមែនតើចាយើងដាក់តកួនឲ្យរៀងច្រើនណាពុកម៉ែបងប្អូនក៏ឆ្ងាញ់ដែរបើដាក់តកួនតិចពេកក៏វាមិនសូវជាឆ្ងាញ់អីណាវាបានតិចទៀតអញ្ចឹងយើងធ្វើដាក់តកួនរៀងច្រើនតិចទៅចាឥឡូវនេះគឺបានឆ្អិនរួចរាល់អស់ហើយពុកម៉ែបងប្អូនឃើញទេទំនងអត់គ្រឿងក្នុងរបស់យើងក៏ក្រៀមបន្លែរបស់យើងក៏ល្អមើលទៅឆ្អិនល្អចឹងទៀតនេះណែពុកម៉ែបងប្អូនឃើញទេទំនងណាចាក៏សូមអរគុណផងដែរពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់កូនពៅសូមពុកម៉ែបងប្អូនជួយធ្វើការចុច like subscribe និងអ្នករស់សញ្ញាកណ្ដឹងផងណាដើម្បីឲ្យកូនពៅមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតសូមអរគុណ